បាទអរគុណណាស់បាទថ្ងៃនេះគឺជាថ្ងៃដ៏មានសារៈសំខាន់មួយដែលបេក្ខជនជាប់ជ័យលាភីនៃការប្រកួតប្រជែងស្នាដៃក្រមប្រធានបទពូជន្ទង់រស់ឡើងវិញនិងជាទីក្រុងអេប៉ុងគឺជាប្រធានបទនៃការប្រកួតប្រជែងស្នាដៃមួយដែលស្ថាបត្យករនគររូបនីយករដូចជាអ្នកបច្ចេកទេសរបស់យើងទាំងអស់គ្នាបានធ្វើការចូលរួមនៅក្នុងការគិតគូរអំពីអនាគតនៃការរៀបចំពូជតុងនេះដែលជាអតីតពលានយន្តហោះចាស់របស់យើងនៅក្នុងនេះក៏បានទទួលការណែនាំក៏ដូចជាទទួលអនុសាសន៍សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលលោកបានកំណត់គោលដៅនិងកំណត់ទិសដៅថាអាកាសយានដ្ឋានអន្តរជាតិពូជតុងចាស់នេះគឺទុកជាសម្បត្តិរបស់រដ្ឋហើយនឹងទុកជាកន្លែងសម្រាប់ជារៀបចំជាសួនសាធារណៈនិងសម្រាប់កន្លែងដែលធ្វើការជួបជុំដូចជាកន្លែងហាត់ប្រាណក៏ដូចជាកន្លែងសម្រាប់ធ្វើការរៀបជានគររូបនីយកម្មនៅក្នុងតំបន់នេះអាចចាត់ទុកថាជាសួនទីក្រុងមួយសម្រាប់នៅទិសខាងលិចរាជធានីភ្នំពេញរបស់យើងនេះដូច្នេះគឺបានទទួលការអនុសាសន៍របស់សម្ដេចហើយក៏បានទទួលការណែនាំពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីស សំអាលដូច្នេះធ្វើឲ្យគណៈស្ថាបត្យករកម្ពុជាធ្វើកិច្ចសហការជាមួយនឹងសមាគមស្ថាបត្យករខ្មែរបានរៀបចំនៅការប្រកួតប្រជែងស្នាដៃមួយនៅក្នុងក្របខ័ណ្ឌជាសាធារណៈដើម្បីឲ្យអ្នកបច្ចេកទេសរបស់យើងទាំងអស់បានធ្វើការចូលរួមនៅក្នុងការផ្ដល់មតិយោបល់និងបានចូលរួមគិតគូរផ្ដល់នៅទស្សនៈផ្សេងដើម្បីជួយគិតគូរយ៉ាងណាឲ្យតំបន់នេះមានគុណតម្លៃផ្នែកខាងស្ថាបត្យកម្មផងផ្នែកនគររូបនីយកម្មផងផ្នែកសេដ្ឋកិច្ចផងនិងផ្នែកសង្គមផងនេះជារឿងសំខាន់ដែលយើងគិតគូរទាំងអស់គ្នានៅពេលនេះចឹងឆ្លងតាមរយៈនៃការធ្វើបទបង្ហាញរបស់ជ័យលាភីលេខ1ស្ទួននិងលេខ3នេះឃើញបញ្ជាក់ឲ្យឃើញថាការគិតគូររបស់ស្ថាបត្យករវ័យក្មេងរបស់យើងនឹងមានធម៌ពលមានការគិតគូរយ៉ាងល្អិតល្អន់ហើយមានលក្ខណៈច្រើនសន្តាននិងច្រើនគំនិតហើយគំនិតទាំង3នៃក្រុមទាំង3នេះគំនិតជាច្រើននៅក្នុងក្រុមទាំង3នេះក៏បង្ហាញអំពីចំណុចសំខាន់ដែលអាចមានសារៈសំខាន់ខុសៗគ្នាហើយយើងអាចយកមកធ្វើការគិតគូរក៏ដូចជាយកមកធ្វើជាគំរូសម្រាប់ក្នុងការរៀបចំតំបន់នេះដោយផ្ទាល់តែម្ដងហើយក៏ក្រោយពីបានការធ្វើបទបង្ហាញនេះមកយើងឃើញថាឯកឧត្តមឧបនាយករដ្ឋមន្ត្រីស សំអាលរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងលោកជាប្រធានក្រុមប្រឹក្សាគណៈស្ថាបត្យករកម្ពុជាលោកពេញចិត្តនិងលោកកោតសរសើរចំពោះស្ថាបត្យករវ័យក្មេងរបស់យើងដែលបានធ្វើការខិតខំធ្វើការសិក្សាហើយបញ្ចេញស្នាដៃជាសាធារណៈនេះហើយគឺជាពន្លកថ្មីនៃធនធានមនុស្សរបស់យើងហើយធនធានមនុស្សដែលជាពន្លកថ្មីនេះគឺក៏បានកើតអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលច្រើនអាណត្តិមកហើយជាពិសេសគឺក្នុងអាណត្តិទី7នេះក៏យើងឃើញថាស្ថាបត្យកររបស់យើងនេះគឺមានការចូលរួមនៅក្នុងការគិតគូរអនាគតនៃការស្ថាបនានគររូបនីយកម្មនិងស្ថាបត្យកម្មនិងអនាគតនៃការរៀបចំប្រទេសជាតិរបស់ខ្លួនទៅតាមទស្សនវិស័យរបស់ខ្លួននីមួយៗ